ជាមួយលុយពីដំបូងឡើយខ្ញុំច្រឡំថាឲ្យតែចេះរកលុយឲ្យបានច្រើនទៅនៅពេលខាងមុខទៀតនៅថ្ងៃខាងមុខទៀតគឺដឹងតែមានលុយសល់ច្រើនហើយនិយាយទៅគឺធ្លាប់គិតបែបហ្នឹងប៉ុន្តែរហូតដល់ឥឡូវហ្នឹងទើបខ្ញុំដឹងថាវាអត់អញ្ចឹងឯងលក្ខណៈបែបអាហ្នឹងវាគឺជាការគិតមួយដែលខុសធ្ងន់មែនតើហើយខុសធ្ងន់មិនទៅចាំខ្ញុំបញ្យល់ទាំងអស់គ្នាឲ្យយល់ណាតែប៉ុន្តែជំនាញតាក់ទងជាមួយនឹងលុយគឺវាមាន3ដាច់ដោយឡែកពីគ្នាអត់វាអវិនជាមួយគ្នាទេហើយជំនាញទី3ហ្នឹងណាគឺវាសំខាន់ជាងគេទៅមកវាជាជំនាញមួយដែលកំណត់ជោគវាសនារបស់យើងតាក់ទងជាមួយនឹងរឿងលុយកាក់ហ្នឹងជំនាញទី1គឺជំនាញនៅក្នុងការរកលុយជំនាញមួយនេះគឺវាពាក់ព័ន្ធឬក៏វាអាស្រ័យទាំងស្រុងទៅលើសមត្ថភាពរបស់យើងនៅក្នុងការផ្ដល់គុណតម្លៃទៅឲ្យទីផ្សារគុណតម្លៃមិនទៅបើយើងនិយាយចេះទៅគឺវាងាយយល់ជាវាតាក់ទងជាមួយសមត្ថភាពរបស់យើងនៅក្នុងការដោះស្រាយបញ្ហារបស់ទីផ្សារឲ្យតែទីផ្សារវាមានតម្រូវការឬក៏មានបញ្ហាអីដែលយើងអាចដោះស្រាយបានអាហ្នឹងគឺល្អមែនតើមានន័យថាបើយើងមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហារបស់មនុស្សបានកាន់តែច្រើនកាន់តែល្អកុំភ័យលុយវាដឹងតែរត់មកតាមយើងហើយតាក់ទងជាមួយនឹងការដោះស្រាយបញ្ហារបស់មនុស្សនៅក្នុងសង្គមឬក៏នៅក្នុងទីផ្សារបានគឺវាអាស្រ័យទៅលើជំនាញរបស់យើងរៀងខ្លួនហ្នឹងហើយជំនាញអីខ្លះទៅនិយាយទៅគឺជំនាញលក្ខណៈបែបវាច្រើនយ៉ាងមែនតើដែលយើងឃើញឬក៏ដែលយើងធ្លាប់ដឹងណាវាអាចជាជំនាញនៅក្នុងការរកស៊ីជំនាញនៅក្នុងការលក់ដូរជំនាញនៅក្នុងការបង្រៀនជំនាញនៅក្នុងការធ្វើទីផ្សារឬក៏ជំនាញនៅក្នុងការអីផ្សេងទៀតអីចឹងទៅនិយាយទៅគឺជំនាញអីក៏បានដែរឲ្យតែវាគឺជាជំនាញមួយនៅក្នុងការដោះស្រាយបញ្ហាដែលមាននៅក្នុងសង្គមរាប់តាំងពីអីរាប់តាំងពីកសិកម្មក៏ជាជំនាញមួយដែរបើសិនជាយើងធ្វើកសិកម្មបានល្អមានជំនាញនឹងផ្គត់ផ្គង់ទៅលើតម្រូវការនៅក្នុងទីផ្សារលុយគឺវាដឹងតែរត់មកតាមយើងហើយអាហ្នឹងគឺតាក់ទងជាមួយនឹងជំនាញប៉ុន្តែបើសិនជាយើងចេះតែជំនាញរលុយមកមុខហ្នឹងណាគឺវានៅតែមិនទាន់គ្រប់គ្រាន់អញ្ចឹងហេតុអីជំនាញដែលយើងចេះរលុយគឺធ្វើឲ្យយើងមានលុយវានៅជាមួយយើងបដោះអាសន្នតែប៉ុណ្ណោះទេនៅជាមួយយើងបដោះអាសន្នទេគឺអត់នៅគង់វង្សទេបើសិនជាយើងអត់ចេះជំនាញទី2មួយទៀតដឹងអត់ថាជាមួយនឹងរឿងហ្នឹងណាវាបានកាត់ឡើងមកលើមនុស្សច្រើនអ្នករួចទៅហើយពិសេសគឺនៅក្នុងសម័យដីឡើងថ្លៃនៅក្នុងសម័យដីឡើងថ្លៃទាំងអស់គ្នាដឹងមិនអត់មនុស្សច្រើនអ្នកណាអ្នកដែលចេះឬក៏មិនចេះក៏ដោយរកស៊ីជាមួយដីរកស៊ីគុជ័យដីចំណេញបានលុយរាប់ពាន់ចំណេញបានលុយរាប់ម៉ឺនច្រើនណាឃើញអត់ប៉ុន្តែពេលដែលមានវិបត្តិកូវីដចូលមកដល់ពេលដែលមានវិបត្តិឬក៏បញ្ហាសេដ្ឋកិច្ចចូលមកដល់នៅក្នុងឆ្នាំ2022ពួកគាត់ទាំងអស់ហ្នឹងដែលធ្លាប់តែរកបានច្រើនមានលុយច្រើននៅក្នុងដៃបែរជាមិនធ្លាក់ខ្លួនទៅវិញគ្មានលុយកាក់ទៅវិញអ្នកខ្លះធ្លាក់ចូលបំណុលក៏មានដែរដោយសារអីគឺដោយសារតែអត់មានអាចចំណេញទី2ហ្នឹងមួយទៀតអាចចំណេញដែលសំខាន់ហ្នឹងមួយទៀតចំណេញទី2គឺជំនាញនៅក្នុងការចាត់ចែងលុយកាក់ឲ្យវានៅគង់វង្សជាមួយជំនាញនេះគឺវាផ្អែកឬក៏វាតាក់ទងជាមួយនឹងការចាត់ចែងលុយកាក់ការសន្សំលុយកាក់ដែលយើងខំប្រឹងរកពីជំនាញទី1ហ្នឹងចាត់ចែងធ្វើម៉េចឲ្យវាមានលុយកាក់ខ្លះដើម្បីយកទៅសន្សំអាចចំណេញទី2ហ្នឹងបើសិនជាយើងចេះវាទៅកុំភ័យលុយវានឹងនៅជាមួយយើងបានយូរឲ្យតែយើងចេះចាត់ចែងវាប៉ុន្តែចេះចំណេញទី2នេះហើយគឺវាអត់ទាន់គ្រប់គ្រាន់ទេមានន័យថាបើសិនជាយើងចេះចំណេញទី2ហ្នឹងលុយវាគ្រាន់តែនៅជាមួយយើងទេវាអត់កើនឡើងទេកាលណាវាអត់កើនឡើងគឺវានៅត្រឹមហ្នឹងត្រឹងត្រឹមហ្នឹងអញ្ចឹងបើសិនជាទាំងអស់គ្នាចង់ឲ្យលុយដែលនៅជាមួយទាំងអស់គ្នាហ្នឹងឲ្យវាកើនឡើងដាច់ខាតត្រូវតែចេះជំនាញទី3មួយទៀតជំនាញទី3គឺជំនាញនៅក្នុងការធ្វើឲ្យលុយកើនឡើងយ៉ាងមានសុវត្ថិភាពតែតោះជាមួយនឹងជំនាញទី3ហ្នឹងគឺវាអាស្រ័យឬក៏វាផ្ដោតទៅលើការដែលយើងយកលុយដែលយើងនៅសល់ដែលយើងចាត់ចែងនៅក្នុងជំនាញទី2ដោយប្រើជំនាញទី2ហ្នឹងយកវាទៅណាគឺយកវាទៅវិនិយោគយកវាទៅទិញជាមួយនឹងទ្រព្យណាដែលល្អទិញទ្រព្យណាដែលវាស័ក្តិសមជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់យើងតែប៉ុណ្ណោះទេនិយាយបែបហ្នឹងព្រោះថាអញ្ចឹងទេនៅក្នុងទីផ្សារទោះបីជាវាមានទ្រព្យច្រើនប្រភេទមែនតើដែលយើងអាចគិតថាវិនិយោគបានល្អប៉ុន្តែមិនមែនទ្រព្យទាំងអស់ហ្នឹងគឺវាសមជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់យើងទេអត់ទេអញ្ចឹងត្រូវប្រកាសថាពេលដែលទាំងអស់គ្នាវិនិយោគលុយដែលនៅសល់ហ្នឹងជាមួយទ្រព្យណាមួយត្រូវប្រកាសថាទ្រព្យហ្នឹងគឺវាស័ក្តិសមជាមួយនឹងហិរញ្ញវត្ថុរបស់ទាំងអស់គ្នាបើសិនជាទាំងអស់គ្នាមានចំណូល5-600ចាយវាអស់ទៅនៅសល់100-200អត់អាចទៅវិនិយោគជាមួយអចលនទ្រព្យបានទេដោយសារតែអចលនទ្រព្យគឺវាត្រូវការលុយមកកញ្ចប់ធំឃើញអត់
អញ្ចឹងដឹងកន្លែងហ្នឹងហើយគឺវិនិយោគជាមួយទ្រព្យណាដែលវាសមជាមួយនឹងទាំងអស់គ្នាទៅការវិនិយោគបែបហ្នឹងណាវាគឺជាការវិនិយោគមួយដែលត្រឹមត្រូវវាជាការវិនិយោគមួយដែលល្អខ្លាំងមែនតើហើយអាការវិនិយោគដែលល្អបែបហ្នឹងណាដែលត្រឹមត្រូវអញ្ចឹងណាវានឹងធ្វើឲ្យទាំងអស់គ្នាទទួលបានទប់លុយមកកញ្ចប់ធំទប់លុយដែលជួយធ្វើការឲ្យទាំងអស់គ្នានៅពេលអនាគតដែលអត់ចាំបាច់ខ្វាយខ្វល់អីទាំងអស់អញ្ចឹងមេរៀនដែលខ្ញុំចង់ប្រាប់ទាំងអស់គ្នាថ្ងៃនេះគឺកុំផ្ដោតទៅលើការដែលខំប្រឹងរកលុយតែមួយមុខអីទៅផ្ដោតទៅលើជំនាញ2ទៀតរបស់លុយជំនាញសំខាន់ៗ2ទៀតណាតើជំនាញទាំង3ហ្នឹងទាំងអស់គ្នាមានមួយណាទី1ទី2ឬក៏ទី3ជួយខមមិនប្រាប់ផង